នេះគឺជាសាច់រឿងប្រវត្តិសាស្ត្រដែលរៀបរាប់ពីដំណើរដើមទងនៃឈ្មោះកខេត្តសៀមរាបដោយបែងចែកជា20កថាខណ្ឌតាមលំដាប់លំដោយនៃព្រឹត្តិការណ៍មួយក្នុងសម័យកាលដ៏រុងរឿងនៃអាណាចក្រខ្មែរទឹកដីតំបន់អង្គរគឺជាបេះដូងនៃអរិយធម៌ដ៏វិសេសវិសាលដែលពោរពេញទៅដោយប្រាសាទថ្មល្អឯកនិងប្រព័ន្ធធារាសាស្ត្រដ៏ខ្វាត់ខ្វែងប៉ុន្តែនៅក្រោយសតវត្សទី14ពន្លឺនៃភាពរុងរឿងនេះបានចាប់ផ្ដើមស្រពោនទៅវិញដោយសារសង្គ្រាមផ្ទៃក្នុងនិងការឈ្លានពានពីខាងក្រៅ2រដ្ឋថ្មីមួយដែលងើបឡើងនៅភាគខាងលិចគឺអាណាចក្រអយុធ្យាបានព្យាយាមពង្រីកអំណាចរបស់ខ្លួនមកលើទឹកដីខ្មែរជាបន្តបន្ទាប់ការលុកលុយនេះបានបង្ខំឲ្យព្រះមហាក្សត្រខ្មែរសម្រេចព្រះទ័យបោះបង់ចោលរាជធានីអង្គរដើម្បីទៅសាងរាជធានីថ្មីនៅភាគខាងត្បូងវិញ3អស់រយៈពេលជាច្រើនទសវត្សរ៍ទឹកដីអង្គរបានក្លាយជាសមរភូមិដណ្ដើមគ្នារវាងខ្មែរនិងសៀមជួនកាលខ្មែរវាយកបានមកវិញជួនកាលក៏ត្រូវធ្លាក់ក្នុងដៃសៀមដែលធ្វើឲ្យប្រជារាស្ត្ររស់នៅក្នុងក្តីបារម្ភនិងទុក្ខវេទនាឥតឈប់ឈរ4រហូតមកដល់សតវត្សទី15ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទទី1ព្រះអង្គគឺជាមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិនិងមានទឹកដីស្នេហាជាតិខ្ពស់បំផុតព្រះអង្គបានតាំងរាជធានីនៅបន្ទាយល្វែកហើយចាប់ផ្ដើមប្រមូលកម្លាំងទ័ពដើម្បីរំដោះទឹកដីពីការត្រួតត្រារបស់សត្រូវ5នៅពេលនោះកងទ័ពសៀមដែលដឹកនាំដោយព្រះចៅជប៉ុនបានលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ចូលមកក្នុងគោលបំណងវាយយកក្រុងល្វែកនិងគ្រប់គ្រងទឹកដីខ្មែរទាំងស្រុងម្ដងទៀតដំណឹងនេះបានដឹងដល់ព្រះបាទអង្គច័ន្ទទី1ដែលកំពុងរង់ចាំឱកាសដើម្បីវាយបកទៅវិញ6ព្រះបាទអង្គច័ន្ទទី1ទ្រង់បានរៀបចំយុទ្ធសាស្ត្រសង្គ្រាមយ៉ាងម៉ត់ចត់ដោយបែងចែកកងទ័ពជាច្រើនកងពលដើម្បីឡោមព័ទ្ធនិងកម្ចាត់សត្រូវឲ្យអស់ពីទឹកដីកងទ័ពខ្មែរដែលពោរពេញដោយស្មារតីស៊ូស្លាប់បានចេញដំណើរឆ្ពោះទៅទិសខាងលិចក្នុងគោលដៅដណ្ដើមយកតំបន់អង្គរវិញ7ការប្រយុទ្ធគ្នាយ៉ាងសាហាវបានផ្ទុះឡើងនៅតំបន់វាលទំនាបក្បែរប្រាសាទបុរាណសំឡេងហ៊ោកញ្ជ្រៀវនៃកងទ័ពសំឡេងដាវប៉ះគ្នានិងសម្រែកសេះសិតបានដាស់ស្មារតីដូនតាខ្មែរឲ្យងើបឡើងការពារទឹកដីមរតករបស់ខ្លួន8កងទ័ពសៀមដែលធ្លាប់តែមានមោទនភាពលើកម្លាំងរបស់ខ្លួនចាប់ផ្ដើមបាក់ទ័ពនិងចុះទន់ដៃនៅចំពោះមុខយុទ្ធសាស្ត្រវីឆ្មក់និងភាពក្លាហានមិនចេះរុញរារបស់កងទ័ពព្រះបាទអង្គច័ន្ទទី1 9ក្នុងសមរភូមិដ៏ធំធេងនោះកងទ័ពសៀមបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរទាហានសៀមជាច្រើនម៉ឺននាក់បានដេកដួលរដូវកណែពេញវាលស្មៅចំណែកអ្នកដែលនៅរស់ក៏បានរត់គេចខ្លួនត្រឡប់ទៅស្រុកវិញយ៉ាងអាម៉ាស់10បន្ទាប់ពីជ័យជំនះដ៏អស្ចារ្យនេះព្រះបាទអង្គច័ន្ទទី1ទ្រង់បានយាងចុះមកពិនិត្យសមរភូមិឃើញទ័ពសត្រូវដេកស្លាប់រាបស្មើលើផ្ទៃដីដូចគេច្រូតកាត់ព្រះអង្គក៏មានបន្ទូលដោយមោទនភាពថាទីនេះគឺជាកន្លែងដែលពួកកុសៀមរាប11ពាក្យថាកុសៀមរាបដែលព្រះអង្គមានបន្ទូលនាពេលនោះមានន័យថាកុសៀមចាញ់គឺឬកុសៀមដេកដួលគឺវាជាពាក្យស្លោកនៃជ័យជំនះដែលចង់បញ្ជាក់ថាគ្មានសត្រូវណាម្នាក់អាចមកឈ្លានពាននិងឈរជើងលើទឹកដីអង្គរបានយូរឡើយ12ចាប់តាំងពីថ្ងៃនោះមកប្រជានុរាស្ត្របាននាំគ្នាហៅតំបន់នោះថាកុសៀមរាបដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់មហាក្សត្រខ្មែរនិងកងទ័ពដ៏ក្លាហានដែលបានលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីការពារមាតុភូមិ13ឈ្មោះកុសៀមរាបមិនមែនគ្រាន់តែជាឈ្មោះភូមិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាគឺជាសញ្ញានៃឯករាជ្យភាពនិងជាការដាស់តឿនដល់កូនខ្មែរគ្រប់ជំនាន់ឲ្យចងចាំនៅការតស៊ូរបស់ដូនតា14ទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្ត្រតែងតែមានការប្រែប្រួលនៅសតវត្សក្រោយមកទៀតក្នុងសម័យកាលដែលប្រទេសកម្ពុជាធ្លាក់ចុះទន់ខ្សោយទឹកដីសៀមរាបត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀមម្ដងទៀតអស់រយៈពេលជាង1សតវត្ស15ក្នុងអំឡុងពេលនៃការត្រួតត្រានោះឈ្មោះកុសៀមរាបក៏ត្រូវបានគេហៅតាមការបញ្ចេញសម្លេងសៀមថាកុសៀមរាជដែលមានន័យថាអាណាចក្រសៀមក៏ដើម្បីព្យាយាមលុបបំបាត់អត្ថន័យនៃជ័យជំនះរបស់ខ្មែរ15ប៉ុន្តែការពិតនៃប្រវត្តិសាស្ត្រមិនអាចកែប្រែបានឡើយនៅឆ្នាំ1907ក្រោមសម្ពាធពីអាណាព្យាបាលបារាំងសៀមបានបង្ខំចិត្តចុះហត្ថលេខាប្រគល់ខេត្តសៀមរាបបាត់ដំបងនិងសេរីសោភ័ណ្ឌមកឲ្យខ្មែរវិញជាស្ថាពរ17ការត្រឡប់មកវិញនៃខេត្តសៀមរាបបានធ្វើឲ្យប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិវិលមកស្ថិតក្រោមការថែរក្សារបស់កូនខ្មែរវិញឈ្មោះកុសៀមរាបក៏ត្រូវបានប្រើប្រាស់ជាផ្លូវការឡើងវិញតាមអត្ថន័យដើមរបស់វា18នៅសម័យទំនើបនេះខេត្តសៀមរាបបានក្លាយជាគោលដៅទេសចរលំដាប់ពិភពលោកមនុស្សរាប់លានអ្នកមកពីគ្រប់ទិសទីបានមកជន់ទឹកដីដែលមានប្រវត្តិសាស្ត្រដ៏ជូរចត់និងរុងរឿងមួយនេះ19នៅពេលដែលភ្ញៀវទេសចរសួរអំពីអត្ថន័យនៃឈ្មោះខេត្តមគុទេសខ្មែរតែងតែរៀបរាប់ដោយមោទនភាពអំពីសាច់រឿងនៃជ័យជំនះរបស់ព្រះបាទអង្គច័ន្ទទី1ដែលបានធ្វើឲ្យសត្រូវដេកដួលរាបដល់ដី20ជាទីបញ្ចប់ឈ្មោះកុសៀមរាបនឹងនៅតែបន្តស្ថិតស្ថេរជានិច្ចក្នុងបេះដូងកូនខ្មែរគ្រប់រូបជាមរតកនៃស្មារតីការពារទឹកដីនិងជាសក្ខីភាពនៃភាពអមតៈនៃអរិយធម៌អង្គរដែលមិនអាចមានសត្រូវណាមកបំផ្លាញបានឡើយ